វីដេអូនេះសម្រាប់បងគាត់ចង់ដឹងអំពីវិធីសាស្ត្រប្រកបរបៀបនៃការចាំទាំងខ្ញុំហើយគាត់ឃើញមើលទៅថៃហ្នឹងដូចជាល្អមែនតើទាំងសុខភាពទាំងការស៊ីហើយពិសេសគឺថៃហ្នឹងខ្ញុំចាំអត់មានបញ្ហាទៀតគាត់ឃើញចឹងទៅគាត់ទួថាខ្ញុំចាំមិនទៅហើយការដាក់ចំណីរបស់ខ្ញុំការធ្វើចំណីហ្នឹងឲ្យវាឲ្យស៊ីខ្លះតែធំចឹងតែខ្ញុំចាំមិនទៅក៏ប៉ុន្តែខ្ញុំមិនជាអ្នកបច្ចេកទេសនៅក្នុងការចំត្រីទេប៉ុន្តែខ្ញុំនឹងចែករំលែកទៅបងខ្លះអំពីសកម្មភាពនៃការចាំរបស់ខ្ញុំហើយការចាំរបស់ខ្ញុំគឺពិតជាងាយហើយស្រួលសាមញ្ញធម្មតាមែនតើជាលក្ខណៈបែបគ្រួសារទេហើយក៏មានអីស្មុគស្មាញដែរហើយគ្រាន់តែជាការចាំរបស់ខ្ញុំហ្នឹងគឺលក្ខណៈថាវាបានផលហើយត្រីគឺល្អតែប៉ុណ្្នឹងឯងខ្ញុំមិនដែលមានបញ្ហាអីសោះចឹងទៅហើយខ្ញុំគិតថាមានបងប្អូនជាច្រើនក៏គាត់ចេះហើយប៉ុន្តែខ្ញុំចង់ថាហេតុអីនៅតែមានបងខ្លះគាត់ចាំទៅគាត់មានបញ្ហាដែរចឹងខ្ញុំអត់ស្អាតដឹងទេដោយសារតែខ្ញុំដឹងថាការចាប់របស់ខ្ញុំគឺវាអំណោយផលដូចអ្នកខ្លះឃើញចាស់សម្បត្តិតែទឹកអញ្ចឹងក៏នៅតែអាចដាក់វាបានដែរទឹកនេះគឺជាស្រះថ្មីសុទ្ធសាធដែលខ្ញុំទៅតែជីកក្នុងពេលចូលឆ្នាំហើយប៉ុន្តែនៅតែអាចចេះបានពិសេសថ្មីចែកទេសគេហ្នឹងគឺគេឲ្យយើងចាំអីពីគេបើយើងចង់ចាំវាលទ្ធភាពដែលងាប់ថៃហ្នឹងគឺវាច្រើនចឹងវាជារឿងមួយដែលសំណាងដែរអូខេអញ្ចឹងចូលមកដល់ការដាក់ចំណីរបស់ខ្ញុំវិញដូចខ្ញុំនិយាយចឹងការចំបាត់អ្នកសាមញ្ញធម្មតាគ្រួសារហើយពិសេសនោះគឺអ្នកថាដែលធម្មជាតិច្រើនមែនទែនសូម្បីតែរសជាតិត្រីក៏អត់សូវមានជាតិខ្លាញ់ច្រើនហើយក៏អត់ផុយដូចដែលយើងចំបុកចំណីដែរហើយណាមួយគឺខ្ញុំប្រើប្រាស់ចំណីតិចតួចបំផុតនៅពេលដែលវានៅតូចនោះគឺខ្ញុំឲ្យវាស៊ីចំណីសម្រាប់គ្រាប់ហើយថៃច្រើនប៉ុន្តែខ្ញុំដាក់ឲ្យតាម1គីឡូអីហ្នឹងតើទីរួមគឺតិចពេកមែនទែនរហូតដល់វាធំឡើងប៉ុន្តែចំណីហ្នឹងដូចគឺដាក់តែឆ្ពិនហ្នឹងគឺមានលេខថៃទៀតនៅពេលដែលវាធំតិចគឺចូលដល់រដូវវស្សាហ្មងគឺយើងមានជីចំណីបែបធម្មជាតិច្រើនដូចជាធម្មជាតិដូចជាស្រាយកាពះជ្រូកអាហ្នឹងគឺខ្ញុំអត់មានវាយជីចំណីគ្រាប់ទេគឺយើងដកទៅឲ្យទាំងសោះទាំងស្រស់ឲ្យវាស៊ីតែហ្មងមួយថ្ងៃអីជួនកាល3ពី3ថ្ងៃម្ដងទៅឬក៏មួយអាទិត្យម្ដងចឹងទៅហើយគឺវាស៊ីមែនតើហើយមកដល់ពេលឥឡូវហ្នឹងគឺខ្ញុំកាត់បន្ថយចំណីគឺដាក់ឲ្យមួយថ្ងៃឬទៅ2ថ្ងៃទើបឲ្យវាស៊ីម្ដងចឹងហើយមានបន្លែមានដឡូងមានអីហ្នឹងហើយតទៅមុខទៀតគឺខ្ញុំនឹងមានជាការដាំបន្លែដើម្បីធ្វើជាចំណីវាតែម្ដងហើយមានពោតមានអីចឹងទៅតាមចេកដឡូងអីចឹងទៅសាសនាតួហ្នឹងគឺមានធំទៅលេខការចំបែបធម្មជាតិហ្នឹងគឺអត់មានអីពិបាកសម្រាប់ខ្ញុំទេការចំណាយក៏វាមិនច្រើនដែរទេហើយចំណីគឺងាយតែប៉ុណ្្នឹងឯងស្រួលចាំបានខ្ញុំតែងតែប្រាប់បងថាការចំបែបហ្នឹងគឺពិតជាធម្មតាមែនតើប៉ុន្តែវាពិតជាបានផលដែរមួយដែលអត់ជឿថ្ងៃនេះមកសិនបុកចំណីប៉ុន្តែវាបានប៉ុណ្្នឹងហើយរយៈពេលវាគឺរៀងជូរដែរតែក៏ប៉ិតបើពេលហ្នឹងគឺខ្ញុំ2ខែអីគឺលក់បានហើយប៉ុន្តែខ្ញុំចេះតែទុកឲ្យដាក់ចំណីតិចឲ្យវាចឹងទៅអូខេសម្រាប់ខ្ញុំគឺមានតែប៉ុណ្្នឹងទេចំពោះកិច្ចទេសអីខ្ញុំអត់អាចចែកអស់ទេហើយណាមួយក៏ខ្ញុំមិនសូវប្រកែកដែរគ្រាន់តែខ្ញុំធ្វើតាមដែលខ្ញុំដឹងពីមុនមកចឹងទៅបើសិនជាបងចង់ដឹងអីសំខាន់នឹងយកមកចំណុចតិចតួចចឹងទៅខ្ញុំអាចប្រាប់បានអូខេសង្ឃឹមថាអ្នកនរគ្នាទទួលបានហើយក៏ចាំបានដូចគ្នាអរគុណច្រើន